សូមក្រាបថ្វាយបង្គំកណ្ណាគុណចាស់គ្រប់អង្គសូមចរន្តពួរញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់គ្រប់រូបនៅក្នុងឱកាសនេះជាឱកាសមួយកណ្ណាមកភាពចង់ចេញតិយោបល់ទាក់ទងជាមួយហ៊ុនសែនដែលជាមានដឹកនាំផ្ដាច់ការនៅកម្ពុជានិយាយរឿងពី27ឆ្នាំមុនមានគេចង់សម្លាប់គាត់បើសិនតែគេសម្លាប់គាត់តាំងពីពេលនោះមកគឺប្រទេសកម្ពុជាគឺនឹងមានសង្គ្រាមប្រទេសកម្ពុជានឹងមិនមានសន្តិភាពនៅក្នុងកម្ពុជាបើសិនទៅតាមបលស្មាបើសិនតែហ៊ុនសែនគាត់ស្លាប់តាំងពីពេល27ឆ្នាំមុននោះប្រហែលកម្ពុជាគឺមានសេចក្តីសុខប្រជាពលរដ្ឋខ្មែរគឺមានសេចក្តីសុខរហូតតាំងពីពេលនោះមកហើយនឹងទឹកដីកម្ពុជាមិនបាត់បង់ទៅប្រទេសយួនប្រទេសកម្ពុជាមិនបាត់បង់ទឹកដីទៅប្រទេសចៅសៀមសពថ្ងៃហើយប្រជាពលរដ្ឋខ្មែរក៏មានសេចក្តីសុខប៉ុន្តែគឺប្រជាពលរដ្ឋខ្មែរប្រហែលតែមានកម្មជាមួយលោកហ៊ុនសែនបានតែទទួលរងទុក្ខដោយហ៊ុនសែនត្រកូលហ៊ុនសែនរហូតដល់ពេលនេះប្រជាពលរដ្ឋនៅតែទុក្ខសោកគឺវេទនាទាំងជីវភាពការរស់នៅវេទនាឈឺចាប់នឹងការឈ្លានពានរបស់ចៅសៀមហើយនឹងចៅយួនរហូតដល់ពេលនេះនៅក្នុងនោះគឺកម្ពុជាកងទ័ពកម្ពុជាប្រជាពលរដ្ឋកម្ពុជាគឺស្លាប់ចោលប្រពន្ធកូនឥតប្រយោជន៍ចុងក្រោយគឺហ៊ុនសែនរៀបគម្រោងកាត់ដីបន្តឲ្យចៅសៀមឃើញគឺយើងធ្វើសង្គ្រាមជីវិតក៏បាត់បង់ជីវិតទាហានក៏បាត់បង់បរតក៏បាត់បង់ទឹកដីនៅតែបាត់ចុងក្រោយធ្វើសង្គ្រាមគឺបាត់បង់ទឹកដីឃើញថាជីវិតរបស់គាត់គឺគាត់គិតគូរណាជីវិតគិតគូរប្រជាពលរដ្ឋគាត់មិនគិតគូរតែជីវិតរបស់គាត់ស្ដាប់តែចម្រៀងទឹកដីបាត់បង់តកូលគាត់យករឿងអ្វីជាព្រឹត្តិការណ៍ដែលឥតប្រយោជន៍យកមកនិយាយដោយកូនប្អូនគាត់ឈ្មោះហ៊ុនស៊ីណាតជាដើមយករូបថត AI ដែលប្រសង់ទិញទូរស័ព្ទ iPhone បន្ទាប់ពីជុំបិណ្ឌឯណានោះចំណែកទឹកដីដែលចៅសៀមកំពុងតែឈ្លានពានគឺពួកនោះគឺមិនគិតគូរទេគិតគូរអ្វីដែលជាអត្ថប្រយោជន៍ឃើញថាពលរដ្ឋកម្ពុជានៅតែជាពាក្យកម្មហ៊ុនសែនធ្វើបាបអត់ការងារធ្វើនេះគឺកំពុងតែរត់ជាមួយសង្គ្រាមមួយថ្ងៃរត់រហូតណាញាតិញោមយូរទៅគឺស្លាប់ដោយសារអត់បាយអត់មានការងារធ្វើកំពុងតែរវល់តែរត់នឹងសង្គ្រាមទីបំផុតគឺហ៊ុនសែនកាត់ដីកាត់កោះឲ្យទៅចៅសៀមដដែលនឹងជាបញ្ហាសូមញាតិញោមប្រុសស្រីខ្មែរត្រូវតែប្រគិតចារណាឡើងវិញកុំរត់តាមព្រឹត្តិការណ៍របស់ហ៊ុនសែនបង្កើតដើម្បីបង្វែរព្រឹត្តិការណ៍សំខាន់ចំពោះជាតិមាតុភូមិយើងអានឹងគឺនិយាយខ្លីទេចរន្តពលាញាតិញោមចរន្តពលា